បាទបងប្អូនទាំងអស់គ្នានេះគឺជាវាលស្រែនៅខាងស្រុកខ្ញុំគឺមានតែស្រែអញ្ចឹងហើយបងបាទព្រោះយើងអ្នកស្រុកស្រែគឺគ្មានអីទេគឺមានតែវាលស្រែហើយនឹងស្រូវហ្នឹងហើយបងបាទគឺថ្ងៃនេះគឺចាញ់ធ្វើការល្ងាចឡើងគឺមានអីទេបងបាទគឺមានតែមកច្រូតស្មៅគូអញ្ចឹងហ៎បងបាទប៉ុន្តែនៅខាងស្រុកហ្នឹងគឺគេច្រូតស្រូវបងបាទគេច្រូតស្រូវដើម្បីឲ្យគូយកទៅឲ្យគូស៊ីព្រោះវាពិបាករកស្មៅពេកបងបាទដោយសារតែស្មៅនៅស្រុកនេះវាក្រណាបងតាមភ្លឺគឺអត់មានទេវាណាមួយវាអត់សូវមានទឹកភ្លៀងផងនៅអញ្ចឹងតែគឺមានអីទេបងគឺមានតែរឹបនិងច្រូតស្រូវតែម្ដងដើម្បីឲ្យគូស៊ីប៉ុន្តែគោខ្លះក៏វារឹកទៀតបងបាទច្រូតស្រូវឲ្យស៊ីវាអត់ចង់ស៊ីទេស្រូវល្អប៉ុណ្ណឹងហើយប៉ុន្តែវាអត់ចង់ស៊ីមើលទៅគឺពិបាកមែនទែនយើងអ្នកស្រុកស្រែយើងចិញ្ចឹមគោគឺពិបាកណាស់បងបាទរឹមបានស្មៅវាស៊ីយើងទៅច្រូតទាំងគ្រុនទាំងល្ងាដើម្បីឲ្យបានស្មៅវាស៊ីហ្នឹងហើយបងបាទប៉ុន្តែច្រូតបានឲ្យវាស៊ីវាមិនចង់ស៊ីទេវារឹកណាស់បងបាទនេះមើលទៅគឺដើមស្រូវនេះគឺល្អណាស់បងបាទគុំបែកស្រូវស្ដើងតែប៉ុន្តែបែកគុំល្អណាស់បងបាទរីកកិឆាញគឺល្ងាចឡើងគឺពូគាត់ច្រូតដើម្បីយកទៅដាក់ឲ្យវាស៊ីអញ្ចឹងបងបាទហ្នឹងហើយបងប្អូនវីដេអូហ្នឹងក៏មានប៉ុណ្ណឹងហ្នឹងហើយកុំភ្លេចចុច Subscribe អ្នកមួយផងបងដើម្បីបានវីដេអូថ្មីតទៀតបងបាទខ្ញុំនឹងខំរកផលិតវីដេអូល្អៗដើម្បីឲ្យបងទស្សនាទៀតអញ្ចឹងណាបងបាទអរគុណច្រើនបាទជម្រាបលា